Vốn có cũng một cáiកម្មវិធីបង្រៀន Java Programming ជាភាសាខ្មែររបស់មជ្ឈមណ្ឌលកូរ៉េសូវៀត HRD នៅក្នុងមេរៀនទី6នេះយើងនឹងរៀនពី interface ចំណុចទី1យើងនឹងរៀនពីអ្វីទៅគឺជា interface ចំណុចទី2យើងនឹងរៀនពីការបង្កើត interface ចំណុចទី3យើងនឹងរៀនពីការ implement ទៅលើ interface ចំណុចទី4គឺយើងនឹងរៀនពី intent ពី interface អ្វីទៅគឺជា interface interface គឺជាបន្ទុកនៃ abstract method ដែលអាចឲ្យ class ឬក៏ interface អាច extend បន្តបានហើយ method របស់ interface វាមិនមាន body ទេគឺវាមានតែឈ្មោះហើយខ្លះដែល call នៅ interface មកប្រើវាត្រូវតែប្រើ keyword implement ហើយ interface ដែល call interface របស់វាមកប្រើវាត្រូវតែប្រើ keyword extend ហើយពាក្យទាំងអស់ដែលនៅក្នុង interface វាគឺជា static final ទៀតចំណុចទី2យើងនឹងរៀនពីរបៀបបង្កើត interface ដើម្បីបង្កើត interface បានយើងត្រូវតែប្រើ keyword interface ឥឡូវយើងងាកមកមើលឧទាហរណ៍នៅក្នុង Eclipse ម្ដងយើងមាន package មួយគឺ package interface បន្ទាប់មកយើងនឹងបង្កើត interface មួយនៅខាងក្នុង package ហ្នឹងយក new interface បន្ទាប់មកខ្ញុំនឹងដាក់ឈ្មោះវាថា machine ហើយវានឹង generate នៅ keyword interface ឲ្យយើងរួចជាស្រេចហើយខ្ញុំនឹងបង្កើតនៅ field វាមួយយើងប្រើ keyword static final string engine បន្ទាប់មកខ្ញុំនឹងបោះតម្លៃមួយឲ្យវាគឺ mechanical ហើយនៅខាងក្នុង interface កាលណាយើងបង្កើតវាយើងគួរតែសរសេរវាជាអក្សរធំបន្ទាប់មកខ្ញុំនឹងបង្កើតនៅ method វាមួយទៀតគឺ public void travel នេះគឺជា method របស់ interface វាមានតែឈ្មោះទេវាមិនមាន body ទេហើយនៅក្នុងនេះយើងអាចសរសេរវាជាមួយរបៀបទៀតហើយយើងគ្រាន់តែសរសេរនៅ string engine ស្មើ mechanical បន្ទាប់មកយើងសេ public ហើយយើងសេ void travel ខាងលើនេះគឺជា field យើងមិនចាំបាច់សរសេរនៅ keyword static ហើយ final ខាងមុខវាទេព្រោះវានឹង auto generate ចំណែកឯ method នេះក៏យើងមិនចាំបាច់សរសេរនៅ keyword public ខាងមុខវាដែរវានឹង auto generate គឺជា public របៀប implement interface ខ្លះមួយអាច implement interface បានមួយឬច្រើនដោយប្រើ keyword implement ហើយខ្លះដែល implement នៅ interface វាត្រូវតែ implement រាល់ method ទាំងអស់របស់ interface គឺវាយក method របស់ interface ហ្នឹងមកសេ body ឥឡូវនេះយើងមកធ្វើការ implement ទៅលើ interface ខ្ញុំមាន interface មួយគឺខ្ញុំប្រើ interface remote control បន្ទាប់មកខ្ញុំបង្កើត class 2ដែលវា implement មកពី interface យើងចូលមកមើលឧទាហរណ៍នៅក្នុង Eclipse ឥឡូវនេះយើងនឹងធ្វើការឧទាហរណ៍ទៅលើការ implement interface ខ្ញុំនឹងបង្កើត interface មួយនៅក្នុង package interface new interface បន្ទាប់មកខ្ញុំនឹងដាក់ឈ្មោះវាថា remote control បន្ទាប់មកខ្ញុំនឹងសេ method 2ឲ្យវា turn on ហើយនឹង turn off បន្ទាប់មកខ្ញុំធ្វើការ save ទុកហើយខ្ញុំនឹងបង្កើត class 2នៅក្នុង package នឹងទៀត new class ដាក់ឈ្មោះថា class Samsung TV បន្ទាប់មកខ្ញុំនឹង implement ពី interface remote control បន្ទាប់មកអត់ទេយើងនឹងសេ turn on ហើយយើង control space វានឹងឃើញ method 2ក្នុងហ្នឹងអញ្ចឹងយើងត្រូវការ override នៅ method ទាំងពីរហ្នឹងសូម override ទៅលើ turn on មកខ្ញុំនឹងសេ turn on Samsung TV តោះមកខ្ញុំនឹងសេមួយទៀត turn off ម្ដងturn off Samsung TV គឺការសេវិទុកហើយខ្ញុំនឹងបង្កើត class មួយទៀតគឺ class Apple new class Apple TV តោះមកខ្ញុំនឹងកន្លែងនៅក្នុង Eclipse នេះវាមានការងារស្រួលក្នុងការ interface អញ្ចឹងខ្ញុំគ្រាន់តែចុចមក add ហើយខ្ញុំយក interface ខ្ញុំខសេឈ្មោះវាមកគឺ remote control នេះតោះមកធ្វើការ OK
ចឹងវានឹង add interface ឲ្យខ្លះ Apple TV នេះគឺត្រូវការពីនេះវាយើងមកមើលនេះគឺជាខ្លះ Apple TV ហើយវា implement មកពី remote control ហើយវានឹងឲ្យ method ដែលនៅក្នុង remote control នឹងឲ្យមកយើង override អញ្ចឹងយើងនឹង override ដូចគ្នានឹងការអត់គុំណា switch out ខ្ញុំនឹងឲ្យវា turn on Apple TV ហើយកន្លែងនេះខ្ញុំនឹងឲ្យវានៅការ turn off turn off Apple TV ខ្ញុំនឹងធ្វើការ save បន្ទាប់មកខ្ញុំនឹងបង្កើតខាងមួយទៀតដើម្បីរាំងនៅខាងទាំងពីរនេះខ្ញុំយកខ្លះខ្ញុំដាក់ឈ្មោះវាថា main បន្ទាប់មកខ្ញុំធ្វើការនៅ method void main មួយហើយខ្ញុំ finish វាខ្ញុំនឹងបង្កើត objective ដែលចេញមកពីខ្លះ Samsung ហើយនឹងខ្លះ Apple ខ្ញុំនឹង say Samsung TV ដាក់ Samsung មក new Samsung TV បន្ទាប់មកខ្ញុំបង្កើតobject មួយទៀតគឺ Apple TV Apple មក new Apple TV បន្ទាប់មកខ្ញុំនឹង call method វាមកខ្ញុំ call method Samsung មកមុន dot វានឹងជា method ឲ្យយើងអញ្ចឹងខ្ញុំត្រូវការ turn onបន្ទាប់មកខ្ញុំឲ្យវា turn on មួយទៀតហើយខ្ញុំនឹង call method នៅ Apple turn on ហើយនឹង turn offខ្ញុំសេលើនេះមួយដើម្បីនឹងជួលការមើលវាSamsungរកខ្ញុំសេមកទៅខាងសេទុកបន្តខ្ញុំនឹងបាននេះគឺជាអ្វីដែលយើងឃើញថាវានឹងខលនៅ method turn on turn off មកដូចគ្នាប៉ុន្តែលើកផលចេញគឺវាខុសគ្នាខាងនេះគឺជារបស់ Samsung គឺវានឹង turn off Samsung off turn on Samsung TV ខាងក្រោមនេះវានឹង turn off Samsung TV ហើយអា method ពីខាងក្រោមនេះវិញវានឹងបង្ហាញលើការ turn on និង turn off Apple TV វាព្រោះវា call method turn on turn off របស់ Apple interface មួយយើងអាច extend ពី interface មួយឬច្រើនបានដោយប្រើ keyword extend ខាងក្រោមនេះគឺជាឧទាហរណ៍យើងមានឃើញថាវាមាន interface A មួយបន្ទាប់មកខាងក្រោមនេះគឺ interface B មួយអញ្ចឹងយើងនឹងបង្កើតនៅ interface C ដែលយើង extend មកពី interface A B ហើយវាខណ្ឌគ្នាដោយសញ្ញាក្បៀសជាចុងបញ្ចប់នៃមេរៀននេះខ្ញុំសូមអរគុណទៅដល់ក្រុមស្រាវជ្រាវនិងក្រុមផលិតវីដេអូហើយមេរៀនបន្ទាប់យើងនឹងរៀនពី string